មាន10ឆ្នាំប៉ុន្មានដងទៀតទៅបងប្អូនមានប្តីដាំអាលឹកឲ្យហូបហើយខ្វេះក្របជូនយើងទៀតបងប្អូនតាមពិតទៅគាត់ខ្វេះក្របទុកដាំបន្តបងប្អូនតោះទស្សនាការរៀនដាំអាលឹកជាមួយនាងខ្ញុំណាឥឡូវនេះទស្សនាលេងជាមួយនាងខ្ញុំណានាងខ្ញុំនឹងប្រាប់ពីវិធីដាំខ្លះជូនបងប្អូនក៏ប៉ុន្តែទស្សនវិជ្ជាហ្នឹងគឺនាងខ្ញុំបានថតម្ដងហើយនាងខ្ញុំបេះ3តង់បងប្អូនតង់ទី1នាងខ្ញុំបេះហូបជាមួយជាងក៏ដូចជាបុគ្គលិកនាងខ្ញុំចាមានប្រទេសជប៉ុនប្រទេសថៃប្រទេសខ្មែរយើងក៏ដូចជាប្រទេសវៀតណាមបងប្អូនចាតង់ទី2គឺនាងខ្ញុំបេះជូនលោកឪពុកអ្នកម្ដាយទាំងសងខាងចាមុនដំបូងនាងខ្ញុំបេះផ្ញើទៅពេញសិនបន្ទាប់មកគឺនាងខ្ញុំបេះយកទៅជូនលោកឪពុកអ្នកម្ដាយនៅខេត្តតាកែវផ្ទាល់តែម្ដងតោះទស្សនាជាមួយនាងខ្ញុំណាចាការដាំអាលឹកនាងខ្ញុំប្រាប់បងប្អូនថានាងខ្ញុំអត់មានប្រើជីអ្នកចិត្តខាងសំបីតែមួយដំណក់គាត់អត់ជឿបងប្អូនគាត់អត់ជឿគាត់ថាយីដីសុកខ្មែរដីតាកែវអន់សោះហេតុអីដាំបានអញ្ចឹងបងប្អូនអត់ទេបងប្អូនអើយក៏ប៉ុន្តែមិនមែនដាំដំបងបានប៉ុណ្ណឹងទេបងប្អូនដាំច្រើនដងបានន័យថាដីដំបងអញ្ចឹងនាងខ្ញុំយកមកនាងខ្ញុំយកគ្រួសចេញអស់ហើយយកស្មៅចេញអស់ហើយនាងខ្ញុំហាលវាជាមួយអេកូចាដាំតកួនដាំអីសិនអញ្ចឹងណាបងប្អូនចាបន្ទាប់មកបាននាងខ្ញុំលើករងដាំអាលឹកចាឲ្យវាមានជីជាតិបន្តិចមកយើងលើករងដាំអាលឹកនៅពេលដែលលើករងហ្នឹងមិនមែនយកមកដាំភ្លាមទេយើងលើករងអញ្ចឹងហើយយើងដាក់ជីកំប៉ុស្ត 50% ចាប្រឡោះកដាលហាលវារយៈពេល1អាទិត្យតាមកម្ដៅថ្ងៃចាបន្ទាប់មកបានយើងកប់ដីជាមួយនឹងជីកំប៉ុស្តហ្នឹងយើងឆុំវីហើយបានយើងដាក់ដាំលោកប្តីនាងខ្ញុំគាត់មុននឹងដាក់ដាំហ្នឹងគឺគាត់ព្រុសដើមហ្នឹងនៅកន្លែងផ្សេងចាហើយបើគាត់យកមកដាក់ដាំហើយនៅពេលដែលគាត់ដាក់ដាំហ្នឹងគាត់មើលថែណាបងប្អូនអើយគាត់មើលថែបើសិនជាភ្លៀងគាត់យកកស៊ូគ្របមិនគ្របពីលើឯងបងប្អូនគាត់ការពារកន្លែងឫសគាត់ហ្នឹងអត់ឲ្យទឹកចូលទេហើយនៅពេលដែលអត់ភ្លៀងគឺគាត់សាផ្លាក់ថងហ្នឹងចេញគាត់ដាក់ដើមឈើងាប់ពីលើទៀតហើយគាត់ស្រោចទឹកចាហើយពេលដែលដើមហ្នឹងរយៈពេលដូចថាយើងដាំបាន3ថ្ងៃគាត់បាញ់ថ្នាំមិនមែនលោកប្តីនាងខ្ញុំដាំទេកូនចៅនាងខ្ញុំដាំចានិយាយចំ10ថ្ងៃបាញ់ម្ដងសัตว์នៅពេលដែលចិត្តកៅផលរយៈពេល2អាទិត្យ20ថ្ងៃហ្នឹងគាត់លេងបាញ់ឯងបងប្អូនចាតែប៉ុណ្្នឹងទេបងប្អូនចាឲ្យប្រើដោយជីកំប៉ុស្តបងប្អូនជីកំប៉ុស្តមិនមែនប្រើជីអ្នកចិត្តខាងទេបងប្អូនតែងតែគិតថានាងខ្ញុំប្រើជីបងប្អូនប្រើជីអត់ល្អវិញទេបងប្អូនណាអត់ល្អទេប្រើជីយើងប្រើរហូតដូចបងប្អូនជក់បរិយចឹងញៀនណាត្រូវជក់រហូតចាដូចបងប្អូនផឹកស្រាដូចបងប្អូនលាបលេដូចបងប្អូនកែសម្ផស្សដូចនាងខ្ញុំអញ្ចឹងត្រូវប្រើរហូតក៏ប៉ុន្តែបើបងប្អូនប្រើជីកំប៉ុស្តបងប្អូនប្រើជីកំប៉ុស្តរហូតល្អអញ្ចឹងរហូតបងប្អូនហើយជីកំប៉ុស្តអត់មានចំណាយលុយអីបន្តិចទេបងប្អូនចំណាយកម្លាំងចំណាយពេលវេលាចំណាយភាពឧស្សាហ៍របស់បងប្អូនស្អែកនេះនាងខ្ញុំនឹងប្រាប់បងប្អូនពីវិធីធ្វើជីកំប៉ុស្តលក្ខណៈគ្រួសារទៀតណាហេងបងប្អូន